តោះ fan របស់ Yamaha YZR-M1 ចុច like ហើយ fan របស់ Ducati Desmo CDC GP ចុច react បេះដូងយើងចាំអ៊ុតមើលទាំងអស់គ្នាថាតើរវាងម៉ូតូទាំងពីរហ្នឹងមាន fan ខាងណាច្រើនជាង fan Yamaha កុំឲ្យចាញ់ fan Ducati ណាតែបើស្រឡាញ់ទាំងពីរអត់ដឹងថារើសមួយណាអ្នកទាំងអស់គ្នាអាចកំងទាំងពីរបានដោយអតិថិជនរបស់យើងនៅខាងខេត្តសៀមរាបគាត់ស្រឡាញ់ម៉ូតូ GP ដល់ពេលអញ្ចឹងទៅគាត់កំងទាំងពីរហើយគាត់ដាក់ផ្លាកលេខសម្រាប់ Desmo CDC Ducati ហ្នឹងគាត់ដាក់ផ្លាកលេខពណ៌1629ហើយសម្រាប់ YZR-M1 គាត់ដាក់ផ្លាកលេខពណ៌ការ៉េ9អូគាត់ពិតជាពូកែរើសផ្លាកលេខហើយនឹងម៉ូតូហ្មងដាក់ទៅស៊ីគ្នាស្អាតខ្លាំងហ្មងដាក់ផ្លាកលេខកម្ពុជាទាំងពីរហ្នឹងគឺស្អាតខ្លាំងអញ្ចឹងទាំងអស់គ្នាអ្នកទាំងអស់គ្នាក៏អាចដាក់ផ្លាកលេខស្តៀងនឹងដែរស្អាតខ្លាំងដាក់លេខលាយជាមួយអក្សរផ្លាកលេខកម្ពុជាតោះយើងមកមើលលក្ខណៈពិសេសរបស់ម៉ូតូទាំងពីរហ្នឹងតាមពិតម៉ូតូហ្នឹងធ្វើត្បិតថាម៉ាកផ្សេងគ្នាប៉ុន្តែមានភាពស្តៀងគ្នាច្រើនដូចជាទំហំទាំងអស់ហ្នឹងគឺទំហំ1លើ18ប្រវែង12សង់ទីម៉ែត្រទំហំហ្នឹងគឺស្អាតសម្រាប់តាំងពេញភ្នែកស្អាតហ្មងណាហើយអីដែលពិសេសគឺម៉ូតូទាំងពីរហ្នឹងគឺកង់រលោងហើយមកជាមួយនឹងចន្ទល់ក្រោយដែលធ្វើឲ្យយើងដាក់តាំងទៅរឹតតែអេមខ្លាំងហើយបើដាក់តាំងទាំងមួយគូហ្នឹងគឺពណ៌ហ្នឹងគឺស៊ីគ្នាហ្មងពណ៌ស្វាយហើយជាមួយនឹងពណ៌ខៀវដែលធ្វើឲ្យអ្នកដែលស្រឡាញ់ម៉ូតូ GP ម៉ូតូប៉ុណ្ណឹងហ្នឹងពេលឃើញហើយគឺអង្គុយមើលអង្គុយញឹមអង្គុយចង់បានដាក់តាំងអូទាំងអស់គ្នាមានចាប់អារម្មណ៍លេខម៉ូតូហ្នឹងឯងសម្រាប់ Ducati លេខ89បើកដោយ George Martin ហើយសម្រាប់ Yamaha លេខ20បើកដោយ Fabio Quartararo បើអ្នកទាំងអស់គ្នាជា fan របស់គាត់ចាំជួយ comment ចេះផងណា